ក្រុមហ៊ុន YHS Yos បានផ្ដល់អំណោយជាទឹកសណ្តែកទឹកដោះគោចំនួន17,000 ដុំនិងកាហ្វេចំនួន1000កញ្ចប់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាពិធីប្រគល់និងទទួលអំណោយនេះបានធ្វើឡើងនារសៀលថ្ងៃទី23ខែមិថុនាឆ្នាំ2026នៅមន្ទីរពេទ្យគន្ធបុប្ផាដោយមានការអញ្ជើញចូលរួមពីលោកស្រីហេងសុធីវីអគ្គនាយិកាក្រុមហ៊ុន YHS និងលោកមីសរិទ្ធនាយករដ្ឋបាលនៃមន្ទីរពេទ្យគន្ធបុប្ផាលោកស្រីអគ្គនាយិកាហេងសុធីវីបានសម្ដែងនៅទឹកចិត្តរីករាយដែលបាននាំយកអំណោយមកផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផានាពេលនេះជាលើកទី1ហើយដែលក្រុមហ៊ុន YOS បានយកអំណោយមកផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផាលោកស្រីក៏បានឲ្យដឹងផងដែរថាក្នុងឆ្នាំ2026នេះក្រុមហ៊ុនបានធ្វើកិច្ចសហការជាមួយនឹងក្រសួងសុខាភិបាលលើផ្នែកមនុស្សធម៌ហើយចាប់ពីដើមឆ្នាំ2026រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនបាននាំយកអំណោយជាច្រើនជូនដល់កុមារដែលកំពុងសម្រាប់ព្យាបាលជំងឺនៅមន្ទីរពេទ្យតាមបណ្ដាខេត្តនានាយកអំណោយជូនដល់ជនភៀសទឹកនិងជូនដល់វីរៈកងទ័ពជួរមុខជាដើមលោកមាសរិទ្ធក្នុងនាមថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន YHS Yos ដែលបានយកអំណោយមកផ្ដល់ជូនមន្ទីរពេទ្យនាពេលនេះលោកបានបន្តថាមន្ទីរពេទ្យគន្ធបុប្ផាដំណើរការរហូតមកដល់ពេលនេះគឺมันអាចកាត់ផ្ដាច់ពីការចូលរួមពីរាជរដ្ឋាភិបាលពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសនិងពីពលរដ្ឋកម្ពុជាបានឡើយមន្ទីរពេទ្យគន្ធបុប្ផាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិតកុមារដោយមិនគិតថ្លៃការចូលរួមបរិច្ចាគធនធានជូនមន្ទីរពេទ្យគន្ធបុប្ផាគឺបានន័យថាយើងបានជួយសង្គ្រោះជីវិតកុមារពីជំងឺកាចសាហាវផ្សេងៗ